កាលពីកន្លងទៅជាយូរមកហើយមានការទូរភឹកពេញក្នុងស្រុកនៃភូមិបេតលេហឹមពេលនោះមានបុរសម្នាក់ឈ្មោះអេលីម៉ាឡេកនៅក្នុងភូមិបេតលេហឹមបាននាំភរិយានិងកូនប្រុសទាំងពីរនាក់ចេញទៅរស់នៅក្នុងស្រុកម៉ូអាប់ប៉ុន្តែប៉ុន្មានឆ្នាំក្រោយមកលោកអេលីម៉ាឡេកបានទទួលមរណភាពដោយសារជំងឺមិនយូរប៉ុន្មានកូនប្រុសទាំងពីររបស់គាត់ក៏បានរៀបការជាមួយស្ត្រីសាសម៉ូអាប់ក្រោយពី10ឆ្នាំបានកន្លងផុតទៅកូនប្រុសទាំងពីររបស់គាត់ក៏បានទទួលមរណភាពដែរដោយបន្សល់ទុកឲ្យណាអូមីនិងកូនប្រសារស្រីទាំងពីររបស់គាត់នាងអូប៉ានិងនាងរស់នៅយ៉ាងកណ្ដោចកណ្ដែងពេលនោះអ៊ីស្រាអែលមិនមានគ្រោះទុរភិក្សទៀតទេនាងណាអូមីចង់ត្រឡប់ទៅកាន់ស្រុកកំណើតដែលគាត់ធ្លាប់រស់នៅនោះវិញម៉ែនឹងត្រឡប់ទៅរស់នៅស្រុកកំណើតម៉ែវិញហើយមុនពេលត្រឡប់ទៅស្រុកកំណើតវិញណាអូមីក៏បានហៅកូនប្រសារស្រីទាំងពីរគឺនាងអូប៉ានិងនាងរស់មកជួបសូមឲ្យកូនទាំងពីរត្រឡប់ទៅរស់នៅជាមួយម្ដាយរបស់ពួកកូនរៀងៗខ្លួនវិញទៅពីព្រោះម្ដាយនឹងត្រឡប់ទៅស្រុកកំណើតរបស់ម្ដាយវិញហើយពួកគេទាំង3នាក់ក៏បានទ្រហោយំទាំងអស់គ្នានាងអូប៉ាក៏នៅតែទ្រហោយំហើយក៏បានចាក់ចេញទៅផ្ទះរបស់នាងទៅចំណែកឯនាងរស់វិញជាកូនប្រសារដ៏ល្អចូលទៅជិតណាអូមីហើយនិយាយថាអ្នកម្ដាយទៅទីណាកូនក៏ទៅទីនោះដែរហើយព្រះរបស់អ្នកម្ដាយក៏ជាព្រះរបស់កូនដែរសូមកុំឲ្យកូនចាក់ចេញពីអ្នកម្ដាយអីពេលនោះនាងរស់និងណាអូមីក៏បានចាក់ចែងត្រឡប់ទៅឯភូមិបេតលេហឹមក្នុងស្រុកអ៊ីស្រាអែលជាមួយគ្នាណាអូមីមែនហ្នឹងមើលទៅប្លែកម៉េចមនុស្សនៅក្នុងស្រុកនោះនាំគ្នានិយាយពីណាអូមីនាងរស់ពិតជាកូនប្រសារល្អមែនពេលនោះរដូវចម្រុតក៏ចូលមកដល់មនុស្សម្នានាំគ្នាចេញទៅស្រែចម្ការដើម្បីប្រមូលផលចំណែកឯណាអូមីនិងនាងរស់វិញពួកគេគ្មានស្រែនោះទេព្រោះគ្មាននរណាម្នាក់ជួយដល់ពួកគេឡើយម៉ែសុំម៉ែឲ្យកូនទៅរើសគួស្រូវតាមស្រែទៅក្រែងមានគេអាណិតទុកឲ្យកូនរើសខ្លះនាងរស់ដែលជាកូនប្រសារស្រីដ៏ល្អក៏បានចេញទៅរើសស្រូវនៅក្នុងស្រែនៅពេលដែលនាងរស់កំពុងរើសគួស្រូវនៅក្នុងស្រែគាត់ជួនប៉ះចំលើស្រែរបស់លោកបូអូសហើយគាត់បានឃើញនាងរស់ក្មេងស្រីហ្នឹងជាណាគេជំរាបលោកម្ចាស់នាងគឺជាស្ត្រីសាសម៉ូអាប់ដែលមកជាមួយនាងណាអូមីនាងគឺជាកូនប្រសារដ៏ល្អរបស់គាត់ទៀតផងបូអូសបាននិយាយទៅកាន់អ្នកបម្រើរបស់គាត់ថាចូលទម្លាក់គួស្រូវចេញពីកណ្ដាប់ឲ្យនាងរើផងហើយឲ្យនាងរើតាមដែលនាងចង់បានទៅនាងរស់ក៏បានត្រឡប់មកដល់ផ្ទះវិញហើយរៀបរាប់គ្រប់ដំណើររឿងទាំងអស់ទៅកាន់ម្ដាយក្មេកតើកូនបានរើសគួស្រូវច្រើនយ៉ាងនេះបានមកពីណាអ្នកម្ដាយអើយថ្ងៃនេះកូនរើសស្រូវនៅក្នុងស្រែរបស់បុរសម្នាក់ឈ្មោះថាបូអូសបុរសម្នាក់នេះជាសាច់ញាតិរបស់យើងសូមកូនទៅរើសស្រូវតែនៅក្នុងស្រែរបស់គាត់បានហើយណាអូមីបានគិតថាវាជារឿងល្អប្រសិនបើនាងរៀបការជាមួយនឹងបូអូសលោកបូអូសអាណិតស្រឡាញ់ដល់នាងរស់ជាខ្លាំងដោយបានឃើញនាងឧស្សាហ៍ព្យាយាមដូច្នេះក្រោយមកណាអូមីបានឲ្យពរដល់ពួកគេនិងផ្សំគុំពួកគេជាប្តីប្រពន្ធនឹងគ្នាទៀតផងទីបំផុតបូអូសនិងនាងរស់ក៏បានរៀបការលោកបូអូសបានរៀបចំពិធីជប់លៀងរយៈពេល3ថ្ងៃដើម្បីអបអរសាទរមនុស្សជាច្រើនបានចូលរួមអបអរដល់ពួកគេទាំងពីរនាក់ព្រមទាំងសូមពរព្រះជាម្ចាស់ប្រទានពរដល់ពួកគេថែមទៀតផងព្រះជាម្ចាស់បានប្រទានពរដល់បូអូសនិងនាងរស់ហើយពួកគេក៏សម្រាលបានកូនប្រុសមួយណាអូមីពេញចិត្តចំពោះពួកគេជាខ្លាំងបូអូសបានដាក់ឈ្មោះឲ្យកូនប្រុសនោះថាអូបេតលោកអូបេតនេះហើយដែលជាឪពុករបស់លោកអ៊ីសាយហើយលោកអ៊ីសាយជាបិតារបស់ព្រះបាទដាវីត